bà xong chấm điểm số lô bờ thiền bà điểm số lúc thế nhưng chẳng đăng thà câu đại thế cho sầm rạp khai tơ bông mông bò dướng khai pi đầm bònรัฐบาลkhai đại riệp trong tháng ngày ní ta dướng miền câu đại thế choนาคลาđại bản ក្រៅពីខ្ញុំមុននឹងជម្រាបជូនក៏ជាបឋមក៏សូមជម្រាបសួរទៅដល់បងប្អូនទស្សនិកជនទាំងអស់ដែលកំពុងតែទស្សនានៅពេលនេះក្រមការចង្អុលបង្ហាញនឹងការដឹកនាំដោយផ្ទាល់ពីឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរដែលលោកតែងតែខិតខំប្រឹងប្រែងជំរុញនិងផ្សព្វផ្សាយទៅឲ្យគ្រប់មន្ទីរទេសចរនៃខេត្តទាំងអស់ត្រូវតែរៀបចំព្រឹត្តិការណ៍ប្លែកៗជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលនេះជារួមដោយឡែកនៅក្នុងខេត្តត្បូងឃ្មុំយើងនេះយើងមានតំបន់ទេសចរជាច្រើនមានដូចជានៅរមណីយដ្ឋានលួងស្ដេចកនដែលយើងបានសហការជាមួយនឹងរដ្ឋបាលខេត្តមន្ទីរពាក់ព័ន្ធនិងគណៈកម្មការវត្តយើងបានរៀបចំជាសង្ក្រាន្តមានតាំងពីលបែងប្រជាប្រិយទាញព្រាត់លោតបាយឡើងកសខ្លាញ់និងមានការរាំលេងកំសាន្តផងដែរហើយបន្ថែមពីនេះក៏នៅមានរមណីយដ្ឋានប្រធានបាស្រីនៅស្រុកអូររងឪដែលឯកឧត្តមបណ្ឌិតអៀងសផលឡៃតលោកកំពុងរួមជាមួយនឹងរដ្ឋបាលខេត្តរដ្ឋបាលស្រុកក្រុងស្រុកកំពុងតែដុតដៃដុតជើងរៀបចំសង្ក្រាន្តនៅទន្លេស្ងួតផងដែរហើយឃើញថានៅតំបន់ទាំងពីរនេះឃើញថាមានប្រជាពលរដ្ឋដើរលេងនឹងមានចំនួនច្រើនខុសពីរាល់ដងបាទហើយនៅក្នុងខាងទឹកធ្លាក់ហោងក៏មានការរៀបចំផងដែរក្រៅពីតំបន់នោះក៏យើងសប្តាហ៍ថ្ងៃនេះក្រោមការដឹកនាំដោយផ្ទាល់ពីឯកឧត្តមប៉ែនកសលអភិបាលនៃគណៈបកខេត្តត្បូងឃ្មុំលោកកំពុងតែខិតខំប្រឹងប្រែងដឹកនាំគណៈបញ្ជាការឯកភាពខេត្តរដ្ឋបាលខេត្តក្រុងស្រុកកំពុងតែរៀបចំសង្ក្រាន្តនៅមុខរដ្ឋបាលខេត្តត្បូងឃ្មុំយើងនេះដែលមានតាំងពីរោមពីស្តង់ពីពណ៌ផលិតផលនៅក្នុងខេត្តយើងផងដែរហើយដែលយើងបានឃើញហើយនៅរដ្ឋបាលខេត្តយើងនេះគឺមានលបែងប្រជាប្រិយច្រើនមានតាំងពីតន្ត្រីមានតាំងវាយបុកមានតាំងអសរខ្លាញ់មានតាំងពីអង្រុតមានតាំងពីការរាំលេងកំសាន្តអីផងដែរបាទបើតាមការអង្កេតនៅក្នុងថ្ងៃទី1នេះបើយើងធៀបនឹងឆ្នាំ2025យើងឃើញថាវាមានចំនួននៃប្រជាពលរដ្ឋដើរលេងវាហាក់បីដូចជាបល្លំប្រសងគ្នាហើយយើងនឹងរងចាំពីថ្ងៃ15 16តទៅមុខទៀតថាវាមានការប្រែប្រួលយ៉ាងម៉េចឲ្យសារតាមការព្យាករណ៍នៃអតុនិយមគឺថាយើងមានភ្លៀងធ្លាក់រហូតដល់ពីថ្ងៃ14ដល់ថ្ងៃ25អញ្ចឹងយើងពិបាកក្នុងការសន្និដ្ឋានថាមានចំនួនប្រជាពលរដ្ឋមកលេងមានចំនួនប្រមាណដូច្នេះយើងបន្តការតាមដាននៅការចូលរួមរបស់ប្រជាពលរដ្ឋយើងបន្ថែមទៀតបាទជាចុងក្រោយលោកមានអ្វីចង់អំពាវនាវឬសំណូមពរឲ្យបងប្អូនយើងពិសេសទៅលើយុវជនយើងបានចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅតំបន់តបាខេត្តយើងឲ្យបានច្រើនកកដែរបាទក្នុងនាមខ្ញុំជាអ្នកដឹកនាំរបស់មន្ទីរទេសចរដែលបានចូលរួមយ៉ាងសកម្មជាមួយនឹងរដ្ឋបាលខេត្តក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមប៉ែនកសលអភិបាលនៃគណៈបកខេត្តត្បូងឃ្មុំខ្ញុំសូមអំពាវនាវទៅដល់បងប្អូនជាពលរដ្ឋដែលអញ្ជើញមកលេងរដ្ឋបាលខេត្តនេះសូមចូលរួមទាំងអស់គ្នារក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាយើងសូមរក្សានៅសណ្ដាប់ធ្នាប់ដែលជាសណ្ដាប់ធ្នាប់មួយដ៏ល្អរបស់ខ្មែរយើងឲ្យបានល្អកុំឲ្យមានបញ្ហាដល់បងប្អូនជាពលរដ្ឋយើងហើយម្យ៉ាងទៀតបងប្អូនដែលអញ្ជើញមកលេងនៅតាមតំបន់រមណីយដ្ឋាននិងនៅក្នុងរដ្ឋបាលខេត្តសូមមេត្តាយកសម្រាមទៅដាក់ធុងសម្រាមដែលមន្ទីរបានរៀបចំជាមួយនឹងរដ្ឋបាលខេត្តបានដាក់ធុងសម្រាមនៅតាមដងផ្លូវនេះដើម្បីឲ្យបរិស្ថានយើងស្អាតយើងត្រូវតែចូលរួមពីបញ្ហាបរិស្ថាននេះបាទសូមអរគុណច្រើនអរគុណច្រើនលោកហ៊ានសម្រាប់កិច្ចសម្ភារមកកាន់ក្រុមការងាររបស់យើងខ្ញុំបាទសូមអរគុណច្រើន